បាទសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំនឹងក្រុមការងារខាងសាប៊ូ Plus បានឧបត្ថម្ភបានយកកំប៉ុងសាប៊ូសម្រាប់ដាក់សាប៊ូឧបត្ថម្ភទៅឲ្យខាងមន្ទីរពេទ្យកុមារជាតិចំនួន162ហើយសម្រាប់ខ្ញុំពិតជាសប្បាយរីករាយណាស់ដោយសារខ្ញុំបានចូលរួមចំណែកនៅក្នុងសង្គមក្នុងការទប់ស្កាត់បញ្ហាមេរោគឆ្លងនេះយើងដឹងហើយថាដៃគឺជាប្រភពចម្លងហើយបច្ចុប្បន្ននេះមេរោគកំពុងតែរាតត្បាតខ្លាំងណាស់អញ្ចឹងពីក្រុមហ៊ុនរបស់ខ្ញុំដែលជាក្រុមហ៊ុនផលិតនៅក្នុងស្រុកគឺយើងបានរួមចំណែកតាមរយៈការឧបត្ថម្ភជាឧបករណ៍សម្រាប់ដាក់សាប៊ូទៅឲ្យមន្ទីរពេទ្យអញ្ចឹងហើយក៏អរគុណច្រើនមែនទែនសម្រាប់មន្ទីរពេទ្យដែលគាត់បានជួយសម្របសម្រួលនិងរៀបចំកម្មវិធីហើយក៏ដូចជាដៃគូចែកចាយរបស់ខ្ញុំគឺក្រុមហ៊ុន Level A ដែលគាត់បានទំនាក់ទំនងជាមួយនឹងខាងមន្ទីរពេទ្យហើយនឹងរៀបចំកម្មវិធីនេះឡើងអញ្ចឹងជាចុងក្រោយមានអីទេមានតែអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រជាមួយនឹងផលិតផលសាប៊ូក្លិនក៏ដូចជាផលិតផលក្នុងស្រុកនានាហើយនេះមិនមែនជាលើកទី1ទេវាជាលើកទី3របស់ខាងពួកខ្ញុំហើយពួកខ្ញុំនឹងបន្តសកម្មភាពសង្គមបន្តទៀតតាមលទ្ធភាពដែលពួកខ្ញុំអាចធ្វើបានអញ្ចឹងអរគុណច្រើនជំរាបលាខ្ញុំរ៉ាណយថ្ងៃនេះខ្ញុំនឹងក្រុមការងារតំណាងឲ្យក្រុមហ៊ុនសាប៊ូក្លិនយើងបាននាំជាឧបករណ៍សម្រាប់លាងដៃជូនដល់មន្ទីរពេទ្យកុមារជាតិចំនួន162កំប៉ុងដែលយើងជាការរួមចំណែកតិចតួចជួយដល់មន្ទីរពេទ្យនេះក្នុងការធ្វើអនាម័យដៃយើងដឹងហើយថាដៃជាប្រភពចម្លងមេរោគនានាអញ្ចឹងណាអញ្ចឹងខាងក្រុមហ៊ុនយើងមានជាឧបករណ៍សម្រាប់ដាក់សាប៊ូសម្រាប់ឲ្យអ្នកជំងឺឬក៏យើងផ្សេងហ្នឹងសម្រាប់លាងដៃចាអញ្ចឹងខ្ញុំអត់មានអីច្រើនទេថ្ងៃហ្នឹងគ្រាន់ថាមានចិត្តសប្បាយរីករាយដែលបានរួមចំណែកនៅក្នុងការងារសង្គមហើយការឧបត្ថម្ភមកមន្ទីរពេទ្យនេះក្រុមហ៊ុនសាប៊ូក្លិនយើងបានធ្វើ3ដងរួចមកហើយដែលលើកទី1យើងបានឧបត្ថម្ភជាសាប៊ូសម្រាប់កូនក្មេងលើកទី2យើងបានឧបត្ថម្ភជាទឹកអនាម័យហើយលើកទី3នេះយើងបានឧបត្ថម្ភជាឧបករណ៍សម្រាប់ភ្ជាប់នៅអញ្ចឹងសម្រាប់លាងដៃចាអញ្ចឹងទោះជាយើងគិតថាជាការចូលរួមចំណែកតិចតួចប៉ុន្តែសម្រាប់ខាងក្រុមហ៊ុនយើងគឺមានគោលដៅនឹងធ្វើបន្តទៀតយើងអត់ឈប់ត្រឹមហ្នឹងទេចាហើយជាចុងក្រោយសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ចូលរួមគ្រប់គ្រងផលិតផលនៅក្នុងស្រុកយើងពិសេសគឺសាប៊ូក្លិនសាប៊ូស្អាតហើយនិងសាប៊ូល្អទាំងអស់គ្នាចាអរគុណច្រើនជំរាបសួរខ្ញុំបានឈ្មោះទួយស្ថានក្នុងនាមខ្ញុំជាតំណាងទីពេទ្យកុមារជាតិក៏អរគុណផងដែរនៅក្រុមហ៊ុនក្លិនដែលបានឧបត្ថម្ភជាកំប៉ុងអល់កុលកំប៉ុងសាប៊ូដើម្បីទប់ស្កាត់ការចម្លងរោគទាំងអស់គ្នានៅក្នុងទីពេទ្យហើយក៏សូមជូនពរឲ្យក្រុមហ៊ុនដំណើរការបានល្អហើយនឹងព្រមទាំងប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំសុខភាពនិងគ្រប់គ្រងផលិតផលក្នុងស្រុកផងដែរសូមអរគុណសួស្តីថ្ងៃនេះខាងខ្ញុំខាងក្រុមការងារខាង Level A មានសេចក្តីសំណររីករាយដែលបានយកសហការជាមួយខាងក្រុមហ៊ុនក្លិនដើម្បីយកអំណោយមកកំពុងជាកំប៉ុងសាប៊ូមកចែកជូនដល់មន្ទីរពេទ្យកុមារជាតិដើម្បីផ្ដល់ជូនលោកគ្រូដើម្បីដាក់ប្រើប្រាស់ដើម្បីកាត់បន្ថយការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យហើយខ្ញុំក៏សូមสนับสนุนដល់ប្រជាជនទាំងអស់ជួយគ្រប់គ្រងផលិតផលខ្មែរដើម្បីខ្មែរស្រឡាញ់ខ្មែរអរគុណ